នៅថ្ងៃទី17នេះគេបើកឲ្យយើងប្រើនៅប្រម៉ូទដើម្បីទៅកពេចពណ៌លឿងហើយគិតត្រឹមតាំងទី1នេះគ្នាយើងបានប្រមាណភ័ញហើយខ្ញុំនេះ66ដងបានតាម1008ជាងតែចាគ្នាយើងហើយគ្នាយើងបានបានហើយល្ងាចនេះគេឲ្យយើងប្រើនៅប្រម៉ូទដើម្បីទៅកពេចពណ៌លឿងនេះហើយគ្នាយើងគិតគូរហើយនៅថាយកអីទិញ skin ឬក៏ចាប់ recall ឬក៏បន្តបើកយក point ក្នុង event Fanny Legend នេះបន្តទៀតអញ្ចឹងខ្ញុំបញ្ជាក់បន្តិចកន្លែង Fanny Legend នេះពេលយើងបង្វិលក្នុងម្ដងណាគេតម្រូវឲ្យយើងមានដុំអា QQ ចំនួន20និងដុំអាលឿងនឹងចំនួន80មិនមែន1/99ទេអញ្ចឹងគ្នាយើងកុំយល់ច្រឡំហើយបើគ្នាយើងអត់ទាន់មានដុំអា QQ យកទៅប្រើជាមួយនឹង promote ដែលមិនដុំអាលឿងទេហើយអត់ចង់ចំណាយច្រើនពី website innocent.com មាន11 AQQ តម្លៃត្រឹមតែ1000ខ្មែរយើងទេអត់ចាំបាច់ទៅសុំគេមុំវែងឆ្ងាយទេ link website ខ្ញុំដាក់នៅ bio ក្រោម profile របស់ខ្ញុំគ្រាន់តែចុច link ក្រោម profile របស់ខ្ញុំហ្នឹងទៅចូលទៅដល់ website ហើយសម្រាប់ខ្ញុំដុំលឿងហ្នឹងខ្ញុំយកធ្វើអីគឺខ្ញុំយកទៅបើកយក point បន្តនៅកន្លែង skin legend Fanny នេះហើយខ្ញុំនឹងដូរ skin Fanny legend ដោយសារតែបច្ចុប្បន្ននេះគឺខ្ញុំមាន6គ្រាប់ឯនៅក្នុង account របស់ខ្ញុំហើយខ្ញុំនឹងដូរ skin Fanny Legend មកគ្រាប់ទៀតគឺក្រុម7ហើយកន្លែងយើងបង្វិល skin legend នេះក៏ខ្ញុំចិត្តគ្រប់មួយ skin ទៀតដែរអញ្ចឹងដល់ពេលដែលខ្ញុំគ្រប់មួយ skin ទៀតខ្ញុំនឹងដូរមកគ្រាប់ទៀតគឺគ្រប់8បន្ទាប់ពីបាន8ហើយខ្ញុំនឹងយកមកតាំងនៅកន្លែង collection កន្លែងនេះដល់ពេលដែលតាំងទៅគឺមាន8គ្រាប់អូយមានអារម្មណ៍ថាចាំងភ្នែក